ប៉ាម៉ាក់ទាំងអស់តាដឹងទេថា probiotic គឺវាមានប្រភេទផ្សេងៗគ្នាហើយការប្រើប្រាស់ក៏ខុសគ្នាដែរថ្ងៃនេះខ្ញុំចង់និយាយពីពីរប្រភេទសំខាន់គឺ bacteria probiotic និង yeast probiotic bacteria probiotic គឺប្រភេទដែលយើងជួបញឹកញយវាមាន Lactobacillus, Bifidobacterium, Streptococcus thermophilus ប្រេងដែលខ្ញុំស្គាល់គឺពួក Enterogermina ពួក Enteroflora ឬក៏ពួក Biore របៀបធ្វើការរបស់ពួក bacteria probiotic គឺវាទៅដដើមចំណីនិងទីតាំងរបស់មេរោគវាជួយបន្ថយ pH របស់ពោះវៀនដើម្បីទប់ស្កាត់មេរោគអាក្រក់និងគ្រប់គ្រងតុល្យភាពស៊ាំរបស់រាងកាយរបស់យើងវាជួយជំរុញ short chain fatty acid ដើម្បីពង្រឹងរបាំងពោះវៀនគឺពួកbacteria probiotic ហ្នឹងគឺវាល្អសម្រាប់កូលិចសម្រាប់ទល់លាមកសម្រាប់រាគដោយសារថ្នាំ antibiotic ដោយសារបញ្ហា allergy ដោយសារ Irritable bowel syndrome ដោយសារតែវាជួយរំលាយអាហារនិងជួយថែរក្សាសុខភាពពោះវៀនពួក bacteria probiotic ដោយសារតែវាជាពួក bacteria អញ្ចឹងគឺវាអាចប៉ះពាល់ដោយសារតែ antibiotic អញ្ចឹងគឺវាអត់ត្រូវប្រើជាមួយនឹង antibiotic ទេគឺយើងត្រូវអាចប្រើក្រោយ antibiotic រយៈពេល2ម៉ោងប្រភេទ probiotic មួយទៀតដែលយើងជួបញឹកញយដែរគឺ yeast probiotic yeast probiotic នោះប្រភេទដែលគេដែលស្គាល់ច្រើនគឺពួក Saccharomyces boulardii ប្រេងដែលខ្ញុំធ្លាប់ស្គាល់គឺមានពួកយោផ្លពួកណក់មកកាតពួកសេបយ៉ុង yeast probiotic ហ្នឹងគឺវាជាប្រភេទពួក yeast អញ្ចឹងគឺវាអត់ប៉ះពាល់ដោយសារតែ antibiotic ទេគឺវាអាចប្រើនៅក្នុងករណីរាគដោយសារតែថ្នាំ antibiotic រាគនៅពេលដែលរាគដោយសារតែមេរោគឬមួយក៏រាគនៅពេលដែលធ្វើដំណើរឬមួយក៏ជំងឺពោះវៀនក្រោយពេលដែលឆ្លងមេរោគរបៀបធ្វើការនៃ yeast probiotic គឺវាជួយបន្ថយរលាកពោះវៀនវាជួយលាងសម្អាតជាតិពុលនិងទប់ស្កាត់បាក់តេរីអាក្រក់ដូចជាពួក Clostridium difficile Clostridium difficile នោះគឺជាប្រភេទរបស់បាក់តេរីមួយដែលវាកើនឡើងខ្ពស់នៅក្នុងពោះវៀនក្រោយពេលដែលយើងប្រើថ្នាំសាសដែលឲ្យទៅជារាគឲ្យទៅជារលាកពោះវៀន probiotic នេះគឺវាអាចជួយលាងសម្អាតជាតិពុលទាំងនេះដោយជួយឲ្យពោះវៀនស្អាតមួយទៀតគឺពួក yeast ហ្នឹងគឺវាអាចជួយជួសជុលស្រទាប់របាំងពោះវៀនធ្វើឲ្យពោះវៀនហ្នឹងជួយបឺតស្រូបនឹងវីតាមីននិងសារធាតុចិញ្ចឹមបានល្អសរុបសង្ខេបគឺ bacteria probiotic គឺវាល្អសម្រាប់សុខភាពពោះវៀនយូរអង្វែងនិងប្រព័ន្ធភាពស៊ាំចំណែក yeast probiotic គឺវាល្អសម្រាប់ពេលកំពុងឬក៏ក្រោយពេលដែលប្រើ antibiotic ឬពេលមានការឆ្លងមេរោគពោះវៀនគ្រូពេទ្យគាត់នឹងជ្រើសរើសប្រភេទ antibiotic ត្រឹមត្រូវអាស្រ័យទៅតាមបញ្ហារបស់កូន